บสួบบางคนนี่ยมศาสตราจารย์จริงเองยมเลือกยกการในมุ้ยคือbị ca kiếp từ lời say ăn còn trong cách từ lời bọn pro mà nè dụ bài chia sam cho nam chiêm đại ca kiếp nó vì play vì thọ mà đà bằng bồn của ca kiếp bạc quát bằng bồn ở những môi trường ca kiếp bạc quát kiếp là đi năng hai em tổng tiết cầm tịch để đi để bị liên đó vì lẽ cho mà khang khăn này tiết bằng bồn chẳng không cả này thì dương việc cắt bộ sinh gì dương do ta cả lại đi tranh thế để áp dọa cái lại từ biển liền lẹ mà năng thế chẳng khỏi cả việc cắt con năng miên sành nhá chứ chọc chặt ta đài bằng bọn khi mà xong bà hai video này cả việc cắt rồi bỏ quạt bằng bọn này chỉ cả việc cắt tao cho dù bị nắng từ lơ bọn pro này đây miền Pành Hà liền từ nộp chẳng còn trong cái tí 4 nâng tí 5បងប្អូនរូបសញ្ញាដែលខ្ញុំបាញ់ព្រួយនេះហ្នឹងគឺជាការលៀនរនាប់ឆ្អឹងកងចង្កេះហ្នឹងដែលវាធ្លាក់មកខាងក្រោមហ្នឹងបងប្អូនហើយនេះជារូបភាពមួយទៀតដែលបញ្ជាក់ថាពណ៌ខ្មៅហ្នឹងគឺជាទំនាប់នេះដែលវាលៀនធ្លាក់មកដែលខុសប្រក្រតីហ្នឹងបងប្អូននេះជាការថតឆ្លុះនៅក្នុងកំឡុងពេលវះកាត់ដើម្បីធានាថាយើងវះត្រូវកន្លែងមានន័យថាយើងត្រូវវះត្រូវកងទី 4 និងទី 5 ផ្នែកខាងស្ដាំនេះជាវីដេអូកំពុងវះកាត់ហ្នឹងបងប្អូនដែលខ្ញុំគៀសទៅលើហ្នឹងគឺជាស្រោមខួរឆ្អឹងខ្នងហ្នឹងបងប្អូនហើយយើងគៀសមានការចាប់ប្រយ៉ែងព្រោះកាលណាបើសិនជាវាធ្លាយស្រោមហ្នឹងវាបណ្ដាលឲ្យមានបញ្ហាគឺលេចទឹកឆ្អឹងខ្នងនឹងចេញមកហ្នឹងហើយខ្ញុំគៀសហើយគឺខ្ញុំនេះបងប្អូនគឺទំនាប់ដែលវាលៀនខុសប្រក្រតីហ្នឹងបងប្អូនដែលខ្ញុំជំរាបពីមុនហ្នឹងនេះខ្ញុំព្យាយាមចាក់វាហ្នឹងដើម្បីវាដាច់ចេញមកហ្នឹងបងប្អូនហើយពណ៌សហ្នឹងគឺជាទំនាប់នឹងឯងគឺវានៅទល់ទៅលើសរសៃនឹងផងហើយនឹងស្រោមខួរនឹងផងបងប្អូនខាងលើហ្នឹងគឺស្រោមខួរកដាលហ្នឹងគឺទំនាប់ដែលលៀនហ្នឹងហើយខាងក្រោមហ្នឹងគឺជាសរសៃអញ្ចឹងមានន័យថាការលៀនហ្នឹងវានៅចន្លោះស្រោមខួរហើយនឹងសរសៃហ្នឹងបើយើងនិយាយស្ដាប់នៅក្រោមក្លៀកវាហ្នឹងអញ្ចឹងយើងធ្វើការប្រយ័ត្នប្រយែងណាបងប្អូនព្រោះខាងក្រោមជាសរសៃខាងលើជាស្រោមខួរកដាលជាឌីសយើងព្យាយាមដកចេញហ្នឹងបងប្អូនយើងកាលណាវាធ្លាយចេញមកយើងដកចេញហ្នឹងហើយបងប្អូនហ្នឹងជាទំនាប់ឌីសដែលយើងថត MRI ឃើញពណ៌ខ្មៅហ្នឹងណាពេលដែលវះទៅគឺអានេះរូបពិតហ្នឹងគឺពណ៌សហ្នឹងឯងបងប្អូននេះយើងទាញវាម្ដងតិចហ្នឹងបងប្អូននេះចេញមកហើយវាអត់ទាន់អស់ទេបងប្អូនវានៅខាងហ្នឹងទៀតយើងទាញរហូតដល់វាអស់រហូតដល់យើងបែងចែកបានថាសរសៃនៅផ្នែកខាងក្រោមនោះបងប្អូនគឺវាទលាយហើយអញ្ចឹងកាលណាទលាយមានន័យថាវាលែងមានការគៀបសង្កត់ហើយបងប្អូនហើយតើលែងមានការគៀបសង្កត់បងប្អូនក្រោយការវះកាត់និងអ្នកជំងឺនឹងមានការធូរស្បើយពីការឈឺចុកចាប់បានច្រើននេះបងប្អូនខ្ញុំទាញប្រហែលជា 4-5 ដងបានអស់ទំនាប់ដែលវាលៀនធ្លាក់ចុះមកហ្នឹងបងប្អូនយើងព្យាយាមយកវារហូតដល់អស់បានយើងឈប់យកបងប្អូននេះវានៅសល់មកដុំហ្នឹងទៀតយើងព្យាយាមទាញវាហើយនេះជាការវះកាត់ដោយ UVE បងប្អូនយើងឃើញច្បាស់ល្អហើយប៉ាំងដែលខ្ញុំលោកចូលទៅគៀបហ្នឹងវាទំហំវា 3 មីលីម៉ែត្រទេបងប្អូនគឺទូចឧបករណ៍យើងហ្នឹងទូចមែនតើអញ្ចឹងការវះកាត់ដោយអង់ដូស្កូបហ្នឹងគឺយើងចោះមុខរបួសតូចហើយឆ្អឹងហ្នឹងក៏វាយើងច្រឹបអស់តែបន្តិចទេបងប្អូនវាអត់មានប៉ះពាល់ទៅលំនឹងឆ្អឹងកងខ្នងក្រោយការវះកាត់នោះទេបងប្អូនលោកបងប្អូនខាងក្រោមនេះជាសរសៃដែលវាទលាយហើយបងប្អូនហើយក្រោយការវះកាត់គឺអ្នកជំងឺធូរច្រើនបងប្អូនបាទសូមអរគុណបងប្អូនអរគុណ